ប្រហុកយើងយកមកធ្វើឲ្យគេឆ្ងាញ់ណាស់បងប្អូនហើយសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំយកប្រហុកនេះមកធ្វើជាប្រហុកខ្ទិះណារសជាតិគឺថាឆ្ងាញ់មួយយ៉ាងដែរហើយយើងផ្ទាប់នឹងបន្លែស្រស់ៗអញ្ចឹងណាហើយកុំឲ្យខាត់ពេលបងប្អូនយូរយើងទៅតាមដានទស្សនាធ្វើនិងគ្រឿងផ្សំជាមួយខ្ញុំទាំងអស់គ្នាហើយនេះគឺជាគ្រឿងផ្សំវាមានមិនច្រើនទេគឺមានតែប៉ុណ្្នឹងហើយមុនមកខ្ញុំយកសាច់ជ្រូកយកទៅហាន់វាសិនហើយសាច់ជ្រូកយកសាច់ជ្រូកដែលលាយខ្លាញ់ណាបានពេលយើងធ្វើទៅវាមានជាតិឆ្ងាញ់បងប្អូនបើសិនយើងយកសាច់សុទ្ធធ្វើអត់ត្រូវទេហើយយើងហាន់វាតិចតូចមកដើម្បីពេលយើងចិញ្ច្រាំវាហាមាត់ណាដល់ពេលខ្ញុំហាន់រួចរាល់ហើយយើងចិញ្ច្រាំឲ្យមាត់មកឥឡូវសាច់ជ្រូកយើងចិញ្ច្រាំមាត់ហើយយើងយកវាដាក់ក្នុងចានមួយមកហើយមុនដំបូងដាក់ខ្ទះក្តៅដល់ពេលខ្ទះក្តៅហើយខ្ញុំដាក់ខ្ទិះដូងចូលទៅខ្ញុំដាក់ជំនួសប្រេងឆាព្រោះខ្ញុំដាក់អញ្ចឹងខ្ញុំដាក់ខ្ទិះដូងជំនួសវិញហើយយើងដាក់ហើយយើងកូរវាមកឲ្យវាក្តៅបន្តិចដល់ពេលវាក្តៅហើយខ្ញុំដាក់គ្រឿងដែលខ្ញុំកិនហើយដាក់ចូលមកទាំងអស់បងប្អូនហើយយើងកូរវាម្ដងទៀតកូរវាសព្វគ្នាមកហើយកន្លែងហ្នឹងភ្លើងយើងបន្ថែមតិចក៏បានដែរឲ្យវាលះពុះនេះឥឡូវគ្រឿងរបស់យើងវាពុះប៉ុណ្្នឹងហើយជាបន្តខ្ញុំដាក់ប្រហុកដែលខ្ញុំច្រាំហើយចូលមកហើយនេះគឺជាប្រហុកសាច់ណាហើយយើងកូរវាមកកូរវាសព្វចូលជាតិគ្នាមកដល់ពេលវាសព្វចូលជាតិគ្នាប៉ុណ្្នឹងហើយខ្ញុំដាក់សាច់ជ្រូកខ្ញុំច្រាំហើយចូលមកទាំងអស់មកហើយយើងកូរបំបាយបងប្អូនឲ្យវាសព្វនឹងគ្រឿងរបស់យើងណាឥឡូវវាសព្វប៉ុណ្្នឹងហើយជាបន្តខ្ញុំផ្សំគ្រឿងដែលខ្ញុំដាក់ស្ករសដល់ពេលដាក់ស្ករសហើយយើងកូរមកកូរឲ្យវាសព្វនឹងគ្រឿងក្រើរបស់យើងមកនេះមកប៉ុណ្្នឹងហើយជាបន្តខ្ញុំដាក់ប៊ីចេងបន្តិចកូរឲ្យមកកូរឲ្យសព្វមកហើយភ្លើងយើងមិនបាច់បន្ថែមក៏បានដាក់ឲ្យស្មើគ្នាមកភ្លើងដល់ពេលខ្ញុំកូរវាសព្វហើយខ្ញុំដាក់ខ្ទិះដូងចូលទៅហើយយើងកូរវាមកកូរម្ដងទៀតណាហើយកន្លែងហ្នឹងយើងបន្ថែមភ្លើងតិចក៏បានដែរដើម្បីឲ្យវាលះពុះនេះប្រហុករបស់យើងវាពុះល្អមែនទែនហើយជាបន្តខ្ញុំដាក់ត្រប់ញោកហើយនឹងម្ទេសស្រស់ចូលទៅហើយយើងកូរវាបន្តិចទៅបន្តបន្តិចខ្ញុំដាក់ស្លឹកក្រូចសើចចូលទៅហើយយើងកូរម្ដងទៀតព្រឹងជាការស្រេចហើយសម្រាប់ធ្វើប្រហុកខ្ទិះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណរកតាមដានទស្សនារបស់បងប្អូនតាពីដើមរហូតដល់ចប់មកសូមអរគុណសូមជម្រាបលា